តែដើរលេងនៅអ៊ីតាលីបងប្អូនទៅទីក្រុងរ៉ូមយើងអត់មែនត្រូវទៅដើរមិនខ្វះទេកន្លែងដើរហើយកន្លែងដែលមួយដែលល្បីមួយទៀតនោះគឺឈ្មោះថា Spanish Steps Spanish Step ហ្នឹងបងប្អូនមិនដឹងថាហេតុអីបានគេដាក់ Spanish Step តែវាមិននៅទីក្រុងមិននៅប្រទេសអេស្ប៉ាញទេវានៅប្រទេសអ៊ីតាលីទីក្រុងរ៉ូមតែគេហៅថា Spanish Step ហើយស្មានតែអ្នកកសាងអា Spanish Step ហ្នឹងជនជាតិអេស្ប៉ាញអីអត់ទេនឹងតែហេតុអីបានគេហៅថា Spanish Step ហើយនៅខាងជិតហ្នឹងវាមានគីស្ថានទូតរបស់ប្រទេសអេស្ប៉ាញប៉ុន្តែគាត់ថាកន្លែង Spanish Step ហ្នឹងល្បីល្បាញហ្នឹងមិនមែនជាអ្នកកសាងដោយពួកជនជាតិអេស្ប៉ាញទេគឺពួកអ៊ីតាលីហើយចដើវាឡើងទៅវាមាន135 step យ៉ាងឡើងទៅលើហើយគេកសាងឡើងនៅសតវត្សទី18ដោយជនជាតិអ៊ីតាលីហើយយើងឡើងទៅដល់ខាងលើវាគឺជា church ជាព្រះវិហារព្រះយេស៊ូវអញ្ចឹងណាប៉ុន្តែព្រះវិហាររបស់បារាំងរបស់ជនជាតិរបស់បារាំងគេហៅថា French Church ជាខាងលើហ្នឹងណាហើយវា135 step ហើយយើងដើរឡើងទៅដល់ខាងលើហ្នឹងដល់ពេលយើងដើរទៅដល់ទៅគេអត់ឲ្យយើងអង្គុយនៅលើអា step ហ្នឹងទេព្រោះកាលណាយើងអង្គុយទៅគេដេញយើងចេញហើយទៅពេលអង្គុយគេដេញយើងចេញហើយដឹងហេតុអីហើយយើងឡើងទៅដល់ខាងលើហ្នឹងបងប្អូនវាមាន3ដំណាក់កាលទី1ដំណាក់កាលទី2និងដំណាក់កាលទី3ដំណាក់កាលទី3គឺដំណាក់កាលខាងកន្លែងឈើខាងមុខឈើហ្នឹងហ្មងហើយខាងមុខឈើហ្នឹងគឺជាផ្លូវថ្នល់នឹងជាផ្លូវទីក្រុងចុះអញ្ចឹងក៏វាមានចំណតរៀងខ្ពស់ជាងគេអញ្ចឹងណាហើយសងខាងហ្នឹងវាគឺជាអាគារល្បីផ្សេងទៀតដែលគេកសាងនៅក្បែរហ្នឹងណាបងប្អូនហើយមនុស្សទៅច្រើនណាហើយយើងមើលពីខាងលើមកខាងក្រោមនៅមុខអា Spanish Step ហ្នឹងវាពិសិដ្ឋហាងទំនើបហាងរបស់ brand ល្បីម៉ាកល្បីផាបារាំងផាអ៊ីតាលីអីនៅខាងមុខហ្នឹងទាំងអស់នៅខាងមុខអា Spanish Step ហ្នឹងទាំងអស់ហើយកន្លែងហ្នឹងមនុស្សច្រើនណាស់បងប្អូនប៉ុន្តែយើងថតតែតិចទេយើងអត់ហ៊ានថតឲ្យឃើញមនុស្សច្រើនទេមនុស្សនៅឈរចាំខាងក្រោមហ្នឹងព្រោះគេឡើងទៅខាងលើហ្នឹងណាហើយនេះវាមានជាន់ទី2កូនហើយនឹងប្តីនៅឈរនៅកន្លែងហើយនេះឈើអញ្ចឹងដល់ឡើងទៅដល់លើនឹងឈើទេបងប្អូនឈើវាមាន3ដំណាក់កាលហើយនៅសងខាងហ្នឹងគេមានដាំក្រូចយ៉ាងស្អាតយើងឡើងទៅលើហើយយើងមើលពីខាងលើហ្នឹងយើងឃើញអាគារហើយឃើញផ្លូវដែលបុកចំទៅកន្លែងឈើហ្នឹងផ្លូវនេះកន្លែងឈើគេប៉ុន្តែឈើហ្នឹងជា style របស់បារាំងបងប្អូនมันជា style របស់អ៊ីតាលីផាបារាំងហ្នឹងតាមគេប្រវត្តិសាស្ត្រគេណាហើយដល់ពេលយើងចង់មកចុះទៅខាងក្រោមវិញយើងទៅដើរកន្លែងផ្សេងវិញយើងចុះមកខាងក្រោមចុះឡើងជ្រៅទៅខាងក្រោមកន្លែងផ្លូវម៉េត្រូហើយគេមានកន្លែងច្រកដើរមួយចេញទៅដើរខាងក្រោមទីក្រុងក្រោមដីហ្មងបងប្អូនហើយនេះអាគារយើងមើលពីខាងលើអា Spanish Step នៅប្រទេសទីក្រុងរ៉ូមប្រទេសអ៊ីតាលីហ្នឹងយើងមើលពីខាងលើហ្នឹងទៅយើងឃើញទីក្រុងវាចឹងឃើញទីក្រុងរ៉ូម៉ាហ្នឹងប្រទេសអ៊ីតាលីហ្នឹងយើងមើលពីខាងលើទៅហើយយើងចុះទៅខាងក្រោមបន្តិចគឺយើងទៅរកផ្លូវទៅដល់ពេលយើងចេញពីកន្លែងហ្នឹងយើងដើរជួនក្រោមយើងងើបចេញមកយើងចូលទៅក្នុងផាកកន្លែងគេដើរលេងលំហែកាយនៅខាងហ្នឹងគេដើរកន្លែងក្មេងលេងក្មេងអីអញ្ចឹងមានដើមឈើដើមព្រៃអីអញ្ចឹងមិញយើងនៅក្នុងទីក្រុងនេះយើងមកក្នុងផាកបងប្អូនកន្លែងគេដើរគេជិះកង់គេជួលអតេះជិះដើរលេងជាលក្ខណៈគ្រួសារមើលតាមទឹកតាមអីមនុស្សគេជិះទូកជិះអីនៅកន្លែងហ្នឹងលេងហើយកន្លែងស្រះទឹកហ្នឹងគេសិប្បនិមិត្តតែមិនធម្មជាតិទេគេកាប់វាធ្វើជាស្រះទឹកឲ្យមនុស្សអង្គុយលេងជិះលេងជួលលេងហ្នឹងរកលុយបានហើយកន្លែងនេះបានធម្មជាតិទឹកវាបាញ់ពីខាងក្នុងមកហើយទឹកថ្លាហើយសិស្សសាលាជនជាតិអ៊ីតាលីហ្នឹងគេមកចុះកម្មសិក្សាគេដើរលេងមើលក្នុងហ្នឹងអូយច្រើនណាស់ប៉ាគេណាយវីដេអូមានប៉ុណ្ណឹងបងប្អូនអរគុណច្រើនជម្រាបលា